សញ្ញាទាំង7បង្ហាញថាអ្នកទាំងអស់គ្នាមានគ្រួសារដែលល្អខ្លាំងមែនតើចាំមើលទាំងអស់គ្នាណាមានអ្វីខ្លះដែរទី1គឺអញនិយាយពិភាក្សាគ្នាបានគ្រប់រឿងនៅជាមួយគ្រួសារយើងអាចធ្វើជាខ្លួនឯងបានមិនបាច់លាក់ពុតលាក់លៀមពេញចិត្តអីអត់ពេញចិត្តអីយើងនិយាយប្រាប់គាត់បានដោយអត់ខ្លាចអីទាំងអស់មុននឹងឈានដល់ចំណុចហ្នឹងបានតើតើយើងមានទំនុកចិត្តទៅលើគ្នាយើងប្រកាសចិត្តច្បាស់ថាពេលដែលយើងនិយាយចេញទៅហើយគាត់នឹងមិនមាក់ងាយយើងហើយក៏មិននាំពាក្យសម្ដីរបស់យើងហ្នឹងទៅប្រាប់តដល់អ្នកដទៃដែរស្ដាប់ទៅដឹងងាយស្រួលខ្លាំងមែនតើតែគ្រួសារមួយចំនួនធំធ្វើអត់បានទេទី2គឺចេះជួយគ្នាទៅវិញទៅមកគ្រួសារល្អតែងតែនៅក្បែរគ្នាជួយដោះស្រាយរាល់ទុក្ខលំបាករបស់គ្នាហើយពេលដែលសមាជិកម្នាក់ណាទទួលបានជោគជ័យសមាជិកផ្សេងទៀតត្រូវចូលរួមអបអរសប្បាយចិត្តនឹងភាពជោគជ័យរបស់គេចេញពីចិត្តស្មោះមិនមែនលួចច្រាញ់គេមិនមែនលួចចំណែនគេពីក្រោយទេព្រោះអីភាពចំណែននឹងដែរគឺជាចំណុចចាប់ផ្ដើមនៃការបែកបាក់ទី3ស្វែងយល់ពីសមាជិកគ្រួសារនីមួយៗឲ្យច្បាស់មិនជឿតាមពាក្យញុះញង់របស់អ្នកដទៃឧទាហរណ៍ដូចជាកូនហែងហ្នឹងឆ្លើយអត់ចេះគោរពចាស់ទុំបើម៉ែហ្នឹងស្គាល់ពីកូនច្បាស់ប្រកាសជាត្រូវសួរនាំកូនហើយមិនបានធ្វើចឹងមានហេតុផលនៅពីក្រោយហ្នឹងមែនព្រោះអីពេលខ្លះចាស់ទុំហ្នឹងធ្វើចរិតអត់ល្អបានក្មេងអត់គោរពពួកខ្ញុំជឿថាអ្នកផ្ទះណាក៏បដៅកូនចៅឲ្យចេះគោរពចាស់ទុំដែរពិសេសគ្រួសារស៊ីយើងដែលតែងតែបដៅកូនចៅពីនឹងតជំនាន់គ្នាចឹងវាកម្រខ្លាំងមែនតើដែលមានក្មេងអត់គោរពចាស់ទុំដោយអត់មានហេតុផលទី4គ្រួសារល្អតែងតែចំណាយពេលវេលាជាមួយគ្នាសម័យឡើយទោះបីគ្រួសារម្នាក់មានការងារធ្វើរៀងៗខ្លួនក៏ប៉ុន្តែក៏នៅតែមានគ្រួសារខ្លះដែលព្រមឆ្លៀតពេលបាយថ្ងៃបាយល្ងាចដើម្បីឲ្យជួបមុខគ្នាមួយអាទិត្យម្ដងមួយអាទិត្យពីរដងដែរអ្នកខ្លះឆ្លៀតពេលញ៉ាំបាយជុំគ្នាចំណែកអ្នកខ្លះវិញឆ្លៀតពេលដើរលេងជុំគ្នាពេលវេលាជុំគ្នានឹងបង្កើនភាពស្និទ្ធស្នាលចំពោះសមាជិកនីមួយៗសម្រាប់ឪពុកម្ដាយវិញក៏ត្រូវឆ្លៀតពេលខ្លះដើម្បីកូនដែរដើម្បីឲ្យកូននឹងអត់មានអារម្មណ៍ឯកាឬមួយក៏ខ្វះភាពកក់ក្ដៅទី5គឺចេះបារម្ភហើយនឹងចេះសួរសុខទុក្ខចាប់ផ្ដើមការងារឬមួយក៏មុខរបរថ្មីឪពុកម្ដាយតែងតែសួរហើយមកយាយកូនការងារដំណើរការរលូនអត់ធ្វើបានល្អអត់ជួបរឿងអីអត់ត្រូវការជំនួយពីម៉ាក់ប៉ាដែរឬអត់ព្រោះអីគ្រួសារដែលស្រឡាញ់គ្នាតែងតែផ្ដល់ភាពកក់ក្ដៅឲ្យគ្នាអត់ប្រឡែងគ្នាចោលទេទោះបីពេលខ្លះពួកគាត់អត់បានជួយឲ្យយើងក៏មានពាក្យសួរនាំដែរមិនធ្វើឲ្យយើងមានអារម្មណ៍ថាផ្លូវហ្នឹងយើងដើរតែឯងទេទី6គឺជួយយើងឲ្យខ្លាចទៅជាមនុស្សល្អជាងមុនប្រដៅយើងឲ្យស្គាល់ខុសឲ្យស្គាល់ត្រូវជួយតម្រង់ផ្លូវធ្វើឲ្យយើងខ្លាចទៅជាបុគ្គលល្អម្នាក់ក្នុងសង្គមទោះបីពេលខ្លះគាត់ស្ដីឲ្យមែនក៏ប៉ុន្តែយើងក៏ត្រូវចេះបែងចែកច្បាស់ថាហ្នឹងគឺជាចេតនាល្អឬមួយក៏ចេតនាអាក្រក់បើល្អទេវាមិនខាតចំពោះយើងទេក្នុងការធ្វើតាមទី7គឺចេះគោរពលើការសម្រេចចិត្តរបស់សមាជិកនីមួយៗមិនបង្ខំចំពោះការសម្រេចចិត្តរបស់សមាជិកម្នាក់ៗទេឧទាហរណ៍ដូចជាម៉ាក់ចង់ឲ្យរៀនខាងប៉ែតតែកូនចង់រៀនខាងច្បាប់គោលដៅពីរហ្នឹងគឺខុសគ្នាខ្លាំងមែនតើបើធ្វើតាមការសម្រេចចិត្តរបស់គ្រួសារយើងអត់សប្បាយចិត្តហើយយើងក៏មិនប្រកាសចិត្តដែរថាផ្លូវដើរមួយហ្នឹងយើងអាចធ្វើវាបានល្អអត់ព្រោះអត់ចូលចិត្តផងហ្នឹងមនុស្សយើងម្នាក់សុខចិត្តធ្វើខុសទទួលយកកំហុសព្រោះការសម្រេចចិត្តរបស់ខ្លួនឯងក៏មិនចង់ខុសព្រោះតែការសម្រេចចិត្តរបស់អ្នកដទៃដែរពេលដែលយើងធ្វើខុសព្រោះដើរតាមពាក្យអ្នកដទៃវគ្គបញ្ចប់យើងនឹងអស់យកសមាជិកនីមួយៗឲ្យមកទទួលខុសត្រូវលើការសម្រេចចិត្តខុសមួយហ្នឹងតែបើយើងខុសព្រោះផ្លូវដើររបស់ខ្លួនឯងយើងនឹងទទួលខុសត្រូវលើវាមកយាយអ្នកទាំងអស់គ្នាមានប្រមាណចំណុចដែរកុំភ្លេចខមមិននៅខាងខម